ប្រទេសគុយបានៅខណៈនេះកំពុងធ្លាក់ក្នុងភាពងងឹតឈឹងទាំងស្រុងនៅទូទាំងប្រទេសដែនកោះនេះដោយសារតែការអស់ប្រេងឥន្ធនៈប្រើប្រាស់សម្រាប់ផ្គត់ផ្គង់នៃការបន្តចរន្តអគ្គិសនីបំភ្លឺតាមដងផ្លូវនិងលំនៅឋានរបស់ប្រជាជនតែនៅខណៈនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រមានថាលោកអាចនឹងចាប់យកគុយបាមកក្នុងការគ្រប់គ្រងរបស់រដ្ឋការលោកមួយរយៈសិនដើម្បីគ្រប់គ្រងសេដ្ឋកិច្ចនិងបង្កើតរដ្ឋាភិបាលថ្មីជំនួសរដ្ឋាភិបាលរដ្ឋកុម្មុយនីសផ្ដាច់ការនេះបណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយយ៉ាងព្រោងព្រាតអំពីប្រទេសគុយបាដែលកំពុងធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរបំផុតដោយសារតែភ្លើងអគ្គិសនីរបស់ប្រទេសនេះដាច់ទាំងស្រុងចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៍នេះមូលហេតុតែមួយគត់គឺការដែលសហរដ្ឋអាមេរិកហ៊ុំព័ទ្ធសេដ្ឋកិច្ចហ៊ុំព័ទ្ធមិនផ្ដល់ប្រេងឥន្ធនៈទៅឲ្យប្រទេសនេះដែលប្រទេសដែនកោះដ៏តូចមួយនេះធ្លាប់ទិញប្រេងពីប្រទេសវេណេស៊ុយអេឡាយកមកផ្គត់ផ្គង់ចរន្តអគ្គិសនីប្រើប្រាក់របស់ខ្លួនជាប្រចាំថ្ងៃតែប្រទេសវេណេស៊ុយអេឡាធ្លាក់ក្នុងការគ្រប់គ្រងក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៃរដ្ឋការលោក Donald Trump ឧស្សាហកម្មប្រេងរបស់ប្រទេសវេណេស៊ុយអេឡាត្រូវបានសហរដ្ឋអាមេរិកគ្រប់គ្រងផ្ដាត់មុខដូច្នេះអាមេរិកនៃរដ្ឋការលោក Donald Trump ប្រកាសហើយថាមិនអនុញ្ញាតឲ្យមានការនាំប្រេងទៅកាន់ប្រទេសគុយបានោះទេលើកលែងតែគុយបាមកចរចាជាមួយសហរដ្ឋអាមេរិកហើយទទួលយកលក្ខខណ្ឌពីសហរដ្ឋអាមេរិកលក្ខខណ្ឌរបស់លោក Donald Trump ទី1គឺដោះលែងអ្នកទោសនយោបាយទាំងអស់ដែលគុយបាចាប់ខ្លួនអ្នកទោសនយោបាយរាប់ពាន់អ្នកហើយមកដល់ពេលនេះហើយទី2កែតម្រង់ប្រព័ន្ធដឹកនាំបញ្ឈប់ប្រព័ន្ធដឹកនាំរបបឯកបកគឺត្រូវរៀបចំការបោះឆ្នោតប្រកបដោយភាពសេរីត្រឹមត្រូវដោយបោះបង់ចោលរបបកុម្មុយនីសបច្ចុប្បន្ននេះការចរចាត្រូវបានឲ្យដឹងថាធ្វើឡើងរវាងគុយបានិងសហរដ្ឋអាមេរិកទៅហើយកាលពីសប្តាហ៍មុនប៉ុន្តែគុយបាមិនទទួលយកលក្ខខណ្ឌរបស់អាមេរិកនោះទេឥឡូវនេះស្ថានភាពនៅក្នុងប្រទេសគុយបាកំពុងតែច្របូកច្របល់ប្រជាជនគុយបាកំពុងតែដើរជួបគ្នាពីផ្ទះមួយទៅផ្ទះមួយពីភូមិមួយទៅភូមិមួយដើម្បីនៅអ្វីដែលគេហៅថាអាចកំពុងតែរៀបចំផ្ទុះបាតុកម្មប្រឆាំងនឹងរដ្ឋបាលរបស់ខ្លួនឬក៏យ៉ាងដូចម្តេចប៉ុន្តែប្រជាជនគុយបារស់នៅក្រោមអំណាចរបស់របបកុម្មុយនីសជាច្រើនទសវត្សរ៍មកនេះពួកគេមិនចង់រស់នៅក្នុងរបបផ្ដាច់ការនេះបន្តទៀតនោះទេសហរដ្ឋអាមេរិកកំពុងតែឆ្លៀតឱកាសដែលគុយបាធ្លាក់ក្នុងវិបត្តិក្រឡាប់អគ្គិសនីថាមពលប្រើប្រាស់ទាំងស្រុងនេះឥឡូវនេះលោក Donald Trump បោះពាក្យសម្ដីថាលោកប្រហែលជាចង់ចាប់យកប្រទេសគុយបាមកដាក់នៅក្នុងរដ្ឋការរបស់លោកមួយអន្តរកាលសិនហើយជួយរៀបចំប្រព័ន្ធដឹកនាំរដ្ឋរបស់ប្រទេសនេះឡើងវិញជាមួយនឹងរដ្ឋបាលថ្មីលោក Donald Trump បាននិយាយដោយសច្ចៈថាលោកប្រហែលជាចង់ចាប់យកដែនកោះគុយបានេះចូលទៅក្នុងកណ្ដាប់ដៃរបស់លោកនៅក្នុងអន្តរកាលនេះនៅខណៈដែលលោកមើលឃើញថាលោកកំពុងតែផ្ដួលរំលំរបបដឹកនាំសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់តាមបណ្ដាញផ្សាយព័ត៌មាន Al Jazeera បណ្ដាញផ្សាយព័ត៌មាន BBC, CNN សារព័ត៌មាន France 24បានចុះផ្សាយថាលោក Donald Trump កំពុងតែសម្លឹងមើលថាតើគុយបាអាចធ្លាក់ក្នុងដៃរបស់អាមេរិកដោយរបៀបណាលោក Donald Trump បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទដោយសម្រងសេចក្តីដាមរបស់លោកថាអ្នកដឹងទេថាមួយជីវិតរបស់ខ្ញុំកំពុងតែសម្លឹងមើលប្រទេសគុយបាសម្លឹងមើលប្រទេសគុយបាជាមួយនឹងសហរដ្ឋអាមេរិកនៃប្រទេសរបស់យើងហើយយើងនឹងធ្វើអ្វីមួយដើម្បីប្រទេសគុយបានៅពេលនេះបើយើងអាចធ្វើទៅបាននៅពេលនេះហើយថាលោកជឿជាក់ថាលោកមានសមត្ថភាពក្នុងការចាប់យកគុយបានៅពេលនេះប្រសិនបើខ្ញុំគិតថាយើងត្រូវតែធ្វើអ្វីគ្រប់គ្នាឲ្យបានជាមួយនឹងការយកគុយបានៅក្នុងដៃរបស់យើងក្នុងអន្តរកាលសិនដោយអ្នកបានដឹងហើយថានៅពេលនេះគុយបាធ្លាក់ក្នុងភាពងងឹតឈឹងហើយប្រទេសគុយបាคล้ายទៅជារដ្ឋមួយដ៏ទន់ខ្សោយបំផុតនៅពេលនេះប្រជាជនកំពុងតែសម្លឹងមើលថាតើការផ្ដួលរំលំរបបកុម្មុយនីសមួយនេះដោយរបៀបណាប៉ុន្តែយ៉ាងណាក៏ដោយមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលកុម្មុយនីសនៃប្រទេសគុយបានៅឡើយនោះទេតែការគំរាមកំហែងរបស់លោក Donald Trump កើតឡើងក៏ចំពេលដែលប្រទេសគុយបានេះកំពុងតែឆ្លងកាត់ការបោះបោររបស់យុវជនគុយបាដែលយុវជនគុយបាផ្ទុះការបោះបោរកាលពីថ្ងៃអាទិត្យទី10មីនាហើយមកដល់ពេលនេះយុវជនគុយបាកំពុងតែរៀបចំកម្លាំងដើម្បីការបោះបោរជាថ្មីម្ដងទៀតការបោះបោរនៅក្នុងប្រទេសគុយបាកាលពីថ្ងៃអាទិត្យនោះយុវជននៅខេត្តមួយភៀកពាយ៉ាប់នៃរដ្ឋធានីហាវ៉ាណាបានផ្ទុះកុបកម្មចូលទៅដុតកំទេចទីស្នាក់ការកណ្ដាលរបស់គណបកប្រចាំខេត្តនោះពួកគេប្រកាសថាវិបត្តិសេដ្ឋកិច្ចនៅពេលនេះបានបង្កឲ្យប្រជាជនអត់ការងារធ្វើសឹងតែទូទាំងប្រទេសប្រជាជនដែលស្ថិតនៅក្នុងស្ថានភាពក្រីក្រទៅហើយនោះឥឡូវនេះកាន់តែក្រថែមទៀត
ប្រធានាធិបតីគុយបាក៏ដូចជាក្រសួងធម្មពលរបស់ប្រទេសនេះទទួលស្គាល់ថាប្រទេសគុយបាធ្លាក់នៅក្នុងភាពងងឹតហើយនៃទូទាំងប្រទេសដោយសារតែពុំមានប្រេងឥន្ធនៈប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀតក្រសួងរ៉ែនិងធម្មពលនៃប្រទេសគុយបាបានបញ្ជាក់ថាប្រព័ន្ធចរន្តអគ្គិសនីនៅទូទាំងប្រទេសត្រូវបានរលត់ឈឹងទាំងស្រុងចាប់តាំងពីថ្ងៃច័ន្ទមកនោះអ្នកជំនាញមើលឃើញថានៅពេលដែលចរន្តអគ្គិសនីត្រូវបានរលត់ឈឹងទូទាំងប្រទេសរយៈពេល2ថ្ងៃ3ថ្ងៃឬក៏មួយសប្តាហ៍វានឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសយ៉ាងធ្ងន់ធ្ងរបំផុតសង្វាក់ផលិតកម្មឧស្សាហកម្មអ្វីៗទាំងអស់គឺត្រូវកាត់ផ្តាច់ទាំងស្រុងសូម្បីតែអ្នកជំងឺត្រូវឆ្លងកាត់ការវះកាត់នៅមន្ទីរពេទ្យក៏គ្រោះថ្នាក់ផងដែរបាយចរន្តអគ្គិសនីត្រូវបានរលត់ឈឹងទាំងស្រុងនោះតាមដំណឹងមកថាប្រជាជនគុយបាដែលជាអ្នកមានទ្រព្យសម្បត្តិពួកគេសម្រុកទិញម៉ាស៊ីនភ្លើងដាក់តាមផ្ទះរៀងៗខ្លួនប៉ុន្តែបើទោះជាមានម៉ាស៊ីនភ្លើងក៏ដែរតែគ្មានប្រេងសាំងប្រេងម៉ាស៊ូតលក់នៅលើទីផ្សារវានឹងធ្វើឲ្យស្ថានភាពនៅតែងងឹតដដែលនោះទេសូមជម្រាបថាប្រទេសគុយបាធ្លាក់នៅក្នុងភាពងងឹតនិងវិបត្តិប្រេងឥន្ធនៈនោះរយៈពេល4ខែមកហើយចាប់តាំងពីលោក Donald Trump អោបក្រសោបយកប្រទេសវេណេស៊ុយអេឡាបានជាមួយនឹងការចាប់លោក Nicolas Maduro ជនផ្ដាច់ការនៃប្រទេសវេណេស៊ុយអេឡាយកទៅឃុំខ្លួននៅលើទឹកដីសហរដ្ឋអាមេរិកពីទោសឧក្រិដ្ឋកម្មគ្រឿងញៀនហើយឧស្សាហកម្មប្រេងនៃប្រទេសវេណេស៊ុយអេឡានៅពេលនេះត្រូវបានធ្លាក់នៅក្នុងដៃរបស់សហរដ្ឋអាមេរិកទាំងស្រុងសហរដ្ឋអាមេរិកជាអ្នកគ្រប់គ្រងផលិតផលប្រេងរបស់ប្រទេសវេណេស៊ុយអេឡាជំនួសរដ្ឋាភិបាលរបស់ប្រទេសនេះនៅពេលដែលសហរដ្ឋអាមេរិកគ្រប់គ្រងប្រេងរបស់វេណេស៊ុយអេឡាទាំងស្រុងនេះសម្រាប់ប្រទេសគុយបាពឹងផ្អែកទៅលើប្រេងឥន្ធនៈពីប្រទេសវេណេស៊ុយអេឡានៃការផ្ដល់ប្រេងពីប្រទេសវេណេស៊ុយអេឡាឥឡូវនេះគឺធ្លាក់ក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុតមិនតែប៉ុណ្ណោះទោះបីប្រទេសគុយបាបញ្ជូននាវាទៅដឹកប្រេងពីប្រទេសរុស្ស៊ីឬប្រទេសណាក៏ដោយក៏មិនអាចទៅរួចនោះដែរដោយសារតែសហរដ្ឋអាមេរិកហ៊ុំព័ទ្ធដោយនាវាចម្បាំងរបស់អាមេរិកព័ទ្ធប្រទេសគុយបារួចទៅហើយសូមជម្រាបទៀតថាគុយបាជាប្រទេសដែនកោះមួយនៅក្នុងតំបន់សមុទ្រការ៉ាបៀនស្ថិតនៅចម្ងាយប៉ុន្មានរយគីឡូម៉ែត្របន្តិចប៉ុណ្ណោះពីសហរដ្ឋអាមេរិកលោក Donald Trump ធ្លាប់បាននិយាយហើយថាលោកចង់ឲ្យមានក្បាលម៉ាស៊ីនដឹកនាំថ្មីនៅលើទឹកដីនៃប្រទេសគុយបាលោកនិយាយដោយលេងសើចថាលោកចង់ឲ្យប្រមុខការទូតសហរដ្ឋអាមេរិកលោក Marco Rubio ទៅធ្វើប្រធានាធិបតីនៅលើទឹកដីនៃប្រទេសគុយបាពីព្រោះលោក Marco Rubio ក៏ជាប្រជាជនគុយបាថងដែរគាត់មានដើមកំណើតគុយបាគាត់និរាធិខ្លួនរត់ចូលទឹកដីវេណេស៊ុយអេឡាជាមួយនឹងឪពុកម្ដាយរបស់គាត់តាំងពីវ័យកុមារមកនោះនិយាយទៅលោក Donald Trump បានបញ្ជាក់ថាលោកកំពុងតែប្រាប់ទៅប្រធានាធិបតីគុយបាបច្ចុប្បន្ននេះលោក Miguel Diaz-Canel ឲ្យចាកចេញពីប្រធានាធិបតីខណៈទីក្រុង Washington អាចបើកការចរចាដើម្បីបង្កើតរដ្ឋាភិបាលអន្តរកាលប្រសិនបើប្រធានាធិបតីរូបនេះសម្រេចចុះចេញពីតំណែងនោះតែលោកប្រមានថាលោកចង់ចាប់យកប្រទេសគុយបាដោយអន្តរាគមន៍ដោយកម្លាំងយោធាប្រសិនបើករណីចាំបាច់តើប្រទេសគុយបាមានប្រវត្តិដូចម្ដេចគុយបាមានឈ្មោះជាផ្លូវការនាពេលនេះថាសាធារណរដ្ឋគុយបាទោះជាដាក់ឈ្មោះប្រទេសជាសាធារណរដ្ឋពិតមែនតែប្រទេសដែនកោះមួយនេះនៅបន្តប្រកាន់របបកុម្មុយនីសតាំងពីក្រោយសង្គ្រាមលោកលើកទី2ប្រទេសដែនកោះសមុទ្រការ៉ាបៀននេះមានផ្ទៃដីសរុបចំនួន 11,860 គីឡូម៉ែត្រក្រឡានិងមានប្រជាជនប្រមាណ 11 លាននាក់ប្រទេសនេះមានរាជធានីមួយឈ្មោះថាឡាហាវ៉ាន់គុយបាមានទីតាំងភូមិសាស្ត្រស្ថិតនៅចន្លោះរវាងសមុទ្រ3ធំៗគឺមហាសមុទ្រអាត្លង់តិកខាងជើងឈូងសមុទ្រមិចស៊ីកូនិងសមុទ្រការ៉ាបៀនប្រទេសនេះមានចម្ងាយត្រឹមតែ165គីឡូម៉ែត្រពីរដ្ឋ Florida នៃសហរដ្ឋអាមេរិកបើទោះជាប្រទេសគុយបាបានទទួលឯករាជ្យក៏សហរដ្ឋអាមេរិកនៅតែអាចបន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគុយបាបានក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងទ្វេភាគីដែលមានឈ្មោះថា Platt Amendment ដែលក្នុងនោះមានលក្ខខណ្ឌ8ចំណុចដែលរដ្ឋាភិបាលគុយបាសច្ចាផ្ដល់សច្ចាប័នមិនឲ្យសហរដ្ឋអាមេរិកចូលអន្តរាគមន៍រាល់កិច្ចការជាតិនិងអន្តរជាតិដើម្បីធានានឹងការពារនៃឯករាជ្យភាពរបស់ខ្លួនការគៀបសង្កត់នឹងអំពើពុករលួយគ្រប់គ្រងគ្រប់ទម្រង់ទូទាំងប្រទេសជាពិសេសការមិនចុះសម្រុងរវាងមេដឹកនាំបានបន្តជាបញ្ហាប្រឈមជាបន្តបន្ទាប់ប្រទេសកុម្មុយនីសមួយនេះនៅតែបង្ក្រាបក្រមសេរីភាពនិយមចាប់ដាក់គុកអ្នកទោសនយោបាយរាប់ពាន់នាក់
រហូតដល់ឆ្នាំ1959គុយបាបានផ្លាស់ប្ដូររបបដឹកនាំពីរបបដែលកំពុងស្ថិតនៅក្នុងអន្តរកាលនៃការប្រកាន់របបលទ្ធិប្រជាធិបតេយ្យជារបបកុម្មុយនីសបែបផ្ដាច់ការរណាបសហភាពសូវៀតតាមរយៈបដិវត្តន៍ដែលដឹកនាំដោយបុរសខ្លាំង Fidel Castro ជាប្រធានាធិបតីនិយាយពីបដិវត្តន៍នៅគុយបានៅឆ្នាំ1953ដល់ឆ្នាំ1959ព្រោះតែបរាជ័យមិនអាចពង្រឹងរឹងរបបប្រជាធិបតេយ្យគឺជាឱកាសផ្ដល់ឲ្យបុរសខ្លាំង Fidel Castro ក្តោបក្តាប់អំណាចពេញដៃជាមួយនឹងក្រុមបក្សពួកនិងគ្រួសាររបស់គាត់ក្នុងការដឹកនាំប្រទេសផ្អែកលើមនោគមវិជ្ជា Marxism-Leninism មេដឹកនាំរូបនោះហើយដែលប្រកាសជាផ្លូវការថាគុយបាជារដ្ឋកុម្មុយនីសនិងជាសម្ព័ន្ធមិត្តជាមួយសហភាពសូវៀតអំឡុងពេលសង្គ្រាមត្រជាក់និងរហូតមកដល់បច្ចុប្បន្ននេះបន្ទាប់ពីបដិវត្តន៍សម្រេចបានជោគជ័យនៅឆ្នាំ1961សហរដ្ឋអាមេរិកបានផ្ដាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយនឹងប្រទេសគុយបានៅចន្លោះពេលនោះព្រមទាំងបានចាប់ផ្ដើមដាក់សម្ពាធទៅលើប្រទេសដែនកោះមួយនេះតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលមានរហូតមកដល់សប្តាហ៍ថ្ងៃនេះយ៉ាងណាគេនៅចងចាំអំពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ1962ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងគុយបាបានបង្កលក្ខណៈឲ្យសហភាពសូវៀតពង្រឹងវិស័យការពារជាតិប្រទេសគុយបាព្រោះដែនកោះមួយនេះមានទីតាំងភូមិសាស្ត្រនៅប្រកៀកនឹងសហរដ្ឋអាមេរិកបំផុតដែលជាហេតុធ្វើឲ្យមេដឹកនាំសហភាពសូវៀតកាលនោះគឺលោក Nikita Khrushchev មានឱកាសពង្រឹងវិសាលភាពនៃយុទ្ធសាស្ត្រត្រៀមប្រយុទ្ធបានកសាងមូលដ្ឋានទ័ពជើងទឹករបស់សូវៀតឈរជើងនៅប្រទេសគុយបាសូវៀតបានបញ្ជូនអាវុធនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលជាច្រើនដាក់ពង្រាយនៅគុយបាគឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសហរដ្ឋអាមេរិកក្នុងស្ថានភាពដ៏ផុយស្រាយនេះហើយបាននាំឲ្យប្រជាជនអាមេរិកបារម្ភថាប្រទេសរបស់ខ្លួនកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់បំផុតដោយសារតែសង្គ្រាមនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតអាចនឹងផ្ទុះឡើងក្រោយការចរចារយៈពេល13ថ្ងៃរវាងប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy និងប្រធានក្រុមប្រឹក្សារដ្ឋសូវៀត Nikita Khrushchev ភាគីសូវៀតយល់ព្រមដកអាវុធនុយក្លេអ៊ែរចេញពីប្រទេសគុយបាវិញប៉ុន្តែភាគីសហរដ្ឋអាមេរិកវិញឯណោះក៏ត្រូវសន្យាថាខ្លួននឹងមិនចូលជ្រៀតជ្រែកឈ្លានពានប្រទេសគុយបាទៀតនោះទេយ៉ាងណាមិញភាពតានតឹងរវាងប្រទេសគុយបានិងអាមេរិកនៅតែបន្តកើតមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះបាទទោះជាវិបត្តិមីស៊ីលគុយបាត្រូវបានដោះស្រាយក៏ដោយនោះនិយាយទៅតាំងពីទសវត្សរ៍1960មករហូតមកដល់ពេលនេះបាទទោះជាគុយបាអនុវត្តនយោបាយសេដ្ឋកិច្ចទីផ្សារសេរីក្រោយសូវៀតដួលរលំក៏ដោយនោះក៏សហរដ្ឋអាមេរិកនៅតែចិញ្ចឹមចិត្តបង្កភាពតានតឹងនិងដាក់ទណ្ឌកម្មទៅលើគុយបាដដែលហើយចុងក្រោយនេះអាមេរិកកំពុងតែស្ថិតក្នុងដៃរដ្ឋការលោក Donald Trump នេះក៏លោក Donald Trump នៅតែបន្ថែមទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុតដែលជាក់ស្ដែងពេលនេះអាមេរិកហ៊ុមព័ទ្ធប្រេងឥន្ធនៈមិនអោយចូលគុយបាជាមួយនឹងការដែលអាមេរិកជាអ្នកគ្រប់គ្រងប្រេងឥន្ធនៈនៃប្រទេសវេណេស៊ុយអេឡាឥឡូវនេះសេចក្តីរាយការណ៍បានដឹងថាប្រេងឥន្ធនៈនិងចរន្តអគ្គិសនីរបស់ប្រទេសគុយបាដាច់ចរន្តអគ្គិសនីទាំងស្រុងហើយប្រជាជនគុយបាដែលហត់នឿយដោយសេដ្ឋកិច្ចដាំក្បាលចុះយ៉ាងខ្លាំងជីវភាពប្រជាជនធ្លាក់ចុះយ៉ាងខ្លាំងអស់ច្រើនឆ្នាំមកហើយនេះឥឡូវនេះត្រូវរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ជាច្រើនសប្តាហ៍មកហើយការកើនឡើងថ្លៃចំណាយតម្លៃប្រេងឥន្ធនៈនិងកង្វះថ្នាំពេទ្យជំរុញមនុស្សជាច្រើននៅទូទាំងប្រទេសរដ្ឋកុម្មុយនីសផ្ដាច់ការនេះទ្រាំទ្រលែងបានហើយទៅលើរបបដឹកនាំរបស់ខ្លួននេះទៅពួកគេចាប់ផ្ដើមប្រមូលផ្ដុំគ្នាពីផ្ទះមួយទៅផ្ទះមួយនៅពេលនេះរៀបចំនៅអ្វីដែលចារកម្មអាមេរិកឲ្យដឹងថាកំសួលនៃការផ្ទុះបាតុកម្មផ្ដួលរំលំរដ្ឋាភិបាលកុម្មុយនីសអាចនឹងកើតមានលោក Donald Trump ប្រកាសថាលោកចង់ចាប់យកប្រទេសគុយបាមកខ្មងដៃនៃរដ្ឋការរបស់លោកក្នុងអន្តរកាលនេះដើម្បីស្ដារសេដ្ឋកិច្ចនិងបង្កើតរចនាសម្ព័ន្ធដឹកនាំថ្មីឡើងវិញអ្នកសង្កេតការណ៍ព្រមានថាប្រទេសគុយបាទំនងនឹងធ្លាក់ចូលក្នុងបដិវត្តន៍យុវជន Gen Z ដោយនឹងបណ្ដាប្រទេសនៅអាស៊ីខាងត្បូងដោយជៀសពុំរួចនោះទេ